សាររបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះបងប្អូនជនរួមជាតិបញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្ដងរួចហើយអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនិងជួយឲ្យបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបានជៀសវាងអូសបន្លាយបញ្ហាឲ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខដំណោះស្រាយបែបនេះគឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សាឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេផ្ទុយទៅវិញមានតែការដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃទើបធានាបាននៅលទ្ធផលដូចចង់បានខាងលើក្នុងន័យនេះស្របតាមស្មារតីដែលបានឯកភាពគ្នារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ភាគីកម្ពុជានិងថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42 47នៅខេត្តបន្ទាយមានជ័យនិងលេខ52 59នៅខេត្តបាត់ដំបងខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែកក៏ដូចជាការបញ្ចេញមតិការចោទជាសំណួរនិងការបង្ហាញពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42 47និងលេខ52 59ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន1មានមតិខ្លះលើកឡើងថាការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42 47និង52 59ធ្វើឡើងដោយប្រញាប់ប្រញាល់ក្នុងរយៈពេលខ្លីនេះជាការពិតឬទេខ្ញុំសូមបញ្ជាក់ថាការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត20ឆ្នាំមកហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីនេះរួចហើយថាក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ2006មកម្លេះដើម្បីវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន74បង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមនៅចន្លោះឆ្នាំ1919 1920កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមកជាពិសេសនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42 47និង52 59ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះនិងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយក្នុងន័យនេះការវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42 47និងលេខ52 59គឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស Technical Instruction ដែលភាគីទាំងពីរបានឯកភាពគ្នា 2. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នផ្អែកលើមូលដ្ឋានអ្វីខ្លះដើម្បីធានានូវភាពត្រឹមត្រូវតម្លាភាពនិងសុក្រឹតភាពក្នុងការកំណត់គោលដៅធានាឲ្យបាននៅអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាស្របតាមសន្ធិសញ្ញានិងច្បាប់អន្តរជាតិ
ការងារវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ42 47និងបង្គោលព្រំដែនចន្លោះលេខ52 59ផងដែរគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុ Procès-verbal បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908 1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919 1920រាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាជានិច្ចកាលតែងប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀម 3. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននឹងធ្វើឲ្យកម្ពុជាខាតដីឬចំណេញដីខ្ញុំបានឃើញមានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គមអំពីការបាត់បង់ឬការទទួលបានដីបន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះខ្ញុំសូមបញ្ជាក់ថាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេប៉ុន្តែគោលដៅចម្បងគឺដើម្បីកំណត់នៅការខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិកម្ពុជាប្រកាន់ខ្ជាប់នៅគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននៅការការពារដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាក្រោយពីការវាស់វែងបានបញ្ចប់ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកជាថ្មីម្ដងទៀតខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀម